រឿងព្រំដែនទាហានថៃនៅតែក៏ក្លឿនម្ដងហើយម្ដងទៀតបំពេញចូលក្នុងបរិវេណប្រាសាទតាមាន់ធំកម្ពុជាចាត់ទុកសកម្មភាពទាហានថៃដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃ150នាក់ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំនៅព្រឹកថ្ងៃទី22ខែមិថុនានេះគឺជាការបំពេញយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលបានកំណត់ពេលវេលាជាក់លាក់អំពីការបើកឲ្យចូលប្រាសាទចាប់ពីម៉ោង9និងបិទនៅម៉ោង3រសៀលបន្ទាប់ពីប្រទេសឃើញស្ថានភាពខុសប្រក្រតីបែបនេះកងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗប្រកបដោយការទទួលខុសត្រូវយោគយល់និងវិជ្ជាជីវៈដោយបានរំលឹកភាគីថៃឲ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាជាលទ្ធផលក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះក៏បានចាក់ចេញពីតំបន់ប្រាសាទដោយមិនមានហេតុអ្វីកើតឡើងទេកម្ពុជាស្នើឲ្យភាគីថៃប្រកាន់ភ្ជាប់នៅលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះឲ្យបានម៉ឺងម៉ាត់ប្រកបដោយតលភាពនិងភាពស្មោះត្រង់ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការសិក្សាជឿជាក់និងការគោរពគ្នាទៅវិញទៅមកជៀសវាងការយល់ច្រឡំដែលមិនចាំបាច់និងទប់ស្កាត់ឧបទ្ទវហេតុអកុសលទាំងឡាយដែលជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។